បងប្អូនចាំសัตว์រិហើយរិទៀតបាទដូរឆ្នាំនេះដូរឆ្នាំនោះនៅតែមិនបាត់រិបាទរហូតដល់ដូរពេទ្យមួយហើយទៅដូរពេទ្យមួយទៀតនៅតែអត់បាត់រិបាទហើយឆ្ងល់ថាមិនចឹងសัตว์នឹងចាំអត់ព្រមបាត់រិសោះបាទគឺវាមានមូលហេតុច្រើនយ៉ាងណាបងប្អូនបាទអញ្ចឹងមុននឹងបងប្អូនទៅទិញថ្នាំបងប្អូនត្រូវពិនិត្យមើលសัตว์បងប្អូនឲ្យច្បាស់លាស់បាទថាបងប្អូនរាល់ថ្ងៃនេះសัตว์បាទសัตว์នឹងរៀកមកនឹងអាចរៀកនឹងវាពណ៌អ្វីរាវឬក៏ខាប់មានពពុះដែរឬក៏អត់បាទហើយមួយទៀតតើនឹងតើនឹងសភាពដងខ្លួនរោមរបស់វាបាសឬក៏អត់រោមរបស់វានឹងភ្លឺរលោងឬក៏ស្លេកបាទហើយពាក់ព័ន្ធទៅនឹងទឹកមុខរបស់វានឹងក្រៀមក្រំមានពពឹកភ្នែកឬក៏អត់បាទបងប្អូនត្រូវតាមដានអាការៈទាំងអស់ហ្នឹងហើយមួយទៀតថាតើអនាម័យដែលបងប្អូនប្រើប្រាស់រាល់ថ្ងៃហ្នឹងបាទតើតើការធ្វើអនាម័យហ្នឹងល្អដែរឬក៏អត់បងប្អូនត្រូវកែសម្រួលវាឡើងវិញបាទបើសិនជាករណីឃើញថាត្រង់ហ្នឹងខ្វះអនាម័យបាទហើយមួយទៀតទឹកបាទទឹកដែលបងប្អូនប្រើប្រាស់រាល់ថ្ងៃជាទឹកស្រះឬក៏ជាទឹកស្ទឹងបាទបើជាទឹកស្រះឬក៏ជាទឹកស្ទឹងបងប្អូនត្រូវងាកមកប្រើជាទឹកអណ្ដូងវិញបាទឬក៏ទឹកស្អាតបាទនិយាយរួមទៅថាជាប្រភេទទឹកស្អាតពីព្រោះទឹកអណ្ដូងខ្លះហ្នឹងក៏អត់ស្អាតដែរបាទមួយទៀតបញ្ហាធាតុអាកាសបាទវាពាក់ព័ន្ធទៅនឹងត្រង់ចិញ្ចឹមឬទីកន្លែងដែលសត្វរស់នៅជាប្រចាំថ្ងៃហ្នឹងបងប្អូនបាទថាតើវារស់នៅក្នុងភាពសមស្របដែរឬក៏អត់បាទត្រង់នឹងក្តៅពេកត្រង់នឹងសើមពេកត្រង់នឹងត្រជាក់ពេកត្រង់នឹងផ្ដល់ភាពកក់ក្ដៅឲ្យសត្វចិញ្ចឹមយើងទេបាទឬក៏សត្វយើងនឹងវាចូលចិត្តទៅស៊ីនេះស៊ីនោះស៊ីផ្លាស្ទិកឬក៏ទៅស៊ីអីផ្សេងអញ្ចឹងទៅវាខ្វះអនាម័យវាធ្វើអីរីកដែរបាទអញ្ចឹងកត្តាដែលធ្វើឲ្យជូករាកហ្នឹងគឺវាមានច្រើនចំណុចណាស់បាទព្រោះពេលខ្លះយើងទៅទិញថ្នាំមកយើងចេះតែទៅទិញប៉ុន្តែយើងភ្លេចគិតថាជ្រូកយើងហ្នឹងមិនមែនរាកដោយសារមេរោគទេបាទមិនមែនរាកដោយសារ virus ឬក៏បាក់តេរីប៉ុន្តែផ្ទុយទៅវិញវារាកដោយសារកង្វះអនាម័យការថែទាំប្រចាំថ្ងៃរបស់យើងហ្នឹងបាទមួយទៀតបាទទិញថ្នាំអង់ទីប៊ីយោទិកមកដាក់ជ្រូកដូរអង់ទីប៊ីយោទិកនឹងប្រមាណប្រភេទហើយទេបាទបូកថ្នាំនេះបូកថ្នាំនោះនៅតែមិនបាត់រាកបាទប៉ុន្តែដល់ពេលគ្រូពេទ្យទៅមើលទៅឃើញលាមកវាមានសភាពប្លែកបាទដល់ពេលយើងទៅមើលអញ្ចឹងទៅហើយយើងពិនិត្យមើលទៀតបាទថាតើលាមកវានឹងសភាពយ៉ាងម៉េចស្បែកវានឹងស្លេកឬក៏អត់បាទដល់ពេលគ្រូពេទ្យទៅមើលទៅគាត់ឲ្យថ្នាំទម្លាក់ប៉ារ៉ាស៊ីតមកបាទទម្លាក់ប៉ារ៉ាស៊ីតមកជាបាទឲ្យថ្នាំតែមួយគ្រាប់ក៏ជាទៅបាទអានេះវាអាចកត្តាមកពីនៅក្នុងពោះវៀនមានព្រូនមូលព្រូនអីផ្សេងអញ្ចឹងណាបងប្អូនបាទហើយមួយទៀតបាទអាកតារីនេះបាទសំខាន់មែនតើបាទយើងចាំជ្រូកសំខាន់កុំឲ្យរាកតកាលណារាកជ្រូកយើងនឹងតកតទៅនឹងបញ្ហាសេដ្ឋកិច្ចគឺយពេលដែលយើងលក់ទៅបាទវានិយាយរួមទៅមិនមែនថាពេលលក់សំខាន់វាចាំក្របានលក់បាទព្រោះជ្រូកចាំងាករាកវាធ្វើឲ្យជ្រូកនឹងស្កើមស្គាំងក្រធំហើយតាជ្រូកឬក៏សត្វហ្នឹងផ្សេងបាទតារីកហើយមិនងាយឡើងសាច់វិញទេដូច្នេះហើយយើងចំសត្វយើងត្រូវយកចិត្តទុកដាក់បន្តិចធ្វើម៉េចកុំឲ្យសត្វរបស់យើងហ្នឹងអាសារីកពេកបាទអាសារីកពេកទិញថ្នាំក៏អស់លុយច្រើនហើយសត្វហ្នឹងក៏យឺតយ៉ាវក្នុងការលូតលាស់កើនទម្ងន់ដែរអញ្ចឹងធ្វើឲ្យយើងញ៉ាំពីរូបឬក៏មន់គោហ្នឹងខាតហើយពេលហ្នឹងបាទអញ្ចឹងបងប្អូនសូមយកចិត្តទុកដាក់ទៅលើកត្តាផ្សេងដែលខ្ញុំបានជម្រាបជូននៅខាងដើមហ្នឹងបាទចាថ្ងៃនេះខ្ញុំសូមអធិប្បាយតែប៉ុណ្ណេះសូមអរគុណច្រើនបាទគុណជំរាបលា